ហើយលើនេះខ្ញុំសូមលើកមូលហេតុទាំង4ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ាននោះគឺទី1គោលការណ៍មិនជឿជ័យចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកកត្តានេះជាកត្តាធំបំផុតដែលទាក់ទាញកម្ពុជាចូលអាស៊ានជាទស្សនៈរួមនៃអ្នកដឹកនាំខ្មែរយើងមានការចងចាំថាសោកនាដកម្មរបស់កម្ពុជាមានឫសគល់ចេញពីអន្តរាគមន៍របស់បរទេសទៅលើនយោបាយផ្ទៃក្នុងរបស់កម្ពុជានៅពេលដែលឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាចបានរាលដាលដល់កម្ពុជាហើយមានការលូកដៃចូលជ្រៅទៅក្នុងនយោបាយផ្ទៃក្នុងដែលឈានដល់ការធ្វើរដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋពេលនោះហើយដែលជាចំណុចចាប់ផ្ដើមនៃការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅនៃការបែកបាក់ផ្ទៃក្នុងហើយកម្ពុជាបាត់បង់ការកាន់កាប់លើជោគវាសនាប្រទេសជាតិខ្លួនកម្ពុជាបានក្លាយជាវេទិកានៃសង្គ្រាមដោយតួអង្គតំណាងផងនិងជាសង្គ្រាមស៊ីវិលប្រឡាយពូជសាសន៍ជាតិឯងផងចេញពីមេរៀនប្រវត្តិសាស្ត្រនេះគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាស៊ានពិតជាមានភាពទាក់ទាញជាពិសេសសម្រាប់កម្ពុជាចំណុចនេះវាសំខាន់ខ្លាំងណាស់មិនគ្រាន់តែសម្រាប់កម្ពុជាទេខ្ញុំគិតថាគោលការណ៍នេះវាជាគោលការណ៍ទូទៅដែលប្រទេសទាំងឡាយខិតខំជៀសវាងទៅលើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នាទី2ស្មារតីសហគមន៍ស្មារតីសហគមន៍គឺធ្វើការតាមគោលការណ៍កុងសង្ស៊ីសរឿងនេះសំខាន់ខ្លាំងណាស់ដើម្បីធានាថាប្រទេសសមាជិកទាំងអស់មានសិទ្ធិស្មើគ្នាគ្មានប្រទេសតូចគ្មានប្រទេសធំគ្មានប្រទេសអ្នកមានគ្មានប្រទេសអ្នកក្រគ្មានប្រទេសចាស់គ្មានប្រទេសថ្មីអាស៊ានមិនបានធ្វើការតាមរយៈការបោះឆ្នោតយកសម្លេងភាគច្រើននោះទេព្រោះការនេះនឹងនាំឲ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ានទោះតែពេលខ្លះគោលការណ៍នេះអាចបង្កើតឲ្យមានភាពតានតឹងខ្លះប៉ុន្តែបើវាយតម្លៃជារួមលើប្រវត្តិសាស្ត្រយើងឃើញថាគោលការណ៍នេះគឺជាមូលដ្ឋានរឹងមាំនៅក្នុងការធានាឯកភាពនិងសាមគ្គីភាពយូរអង្វែងរបស់អាស៊ានបើទោះបីជាត្រូវឆ្លងកាត់វិយាសាលំបាកយ៉ាងណាក៏ដោយយើងពិតជាស្រាប់ឮនៅការអធិប្បាយដែលចង់សើរើគោលការណ៍កុងសង្ស៊ីសនិងការចោទប្រកាន់ដោយប្រយោលថាប្រទេសចូលថ្មីបំពានសិទ្ធិវេតូដើម្បីប្រយោជន៍ផ្ទាល់ខ្លួនត្រង់នេះខ្ញុំចង់សួរត្រឡប់ទៅវិញថាតើជាការពិតមែនឬដែលប្រទេសសមាជិកដើមមានជំហរឯកភាពគ្នាលើគ្រប់បញ្ហានៅក្នុងតំបន់នោះពិតជាមិនអាចទៅរួចនោះទេដូច្នេះហើយបីតាស្ថាបនិកអាស៊ានក៏បានប្រមាលមើលទស្សនវិជ្ជាបែបនេះដែរនៅពេលដែលពួកគាត់ได้រៀបចំឲ្យមានគោលការណ៍កុងសង្ស៊ីសអាស៊ានមានភាពចម្រុះខ្លាំងហើយប្រទេសនីមួយៗសិតតែមានការពិចារណាលើផលប្រយោជន៍តំបន់ទន្ទឹមគ្នានឹងផលប្រយោជន៍ប្រទេសដោយដែលការថ្លឹងថ្លែងទាំងនេះពិតជាមិនអាចដូចគ្នាឥតខ្ចោះនៅគ្រប់កលៈទេសៈនោះទេការធានាឯកភាពក្នុងតំបន់សាមគ្គីភាពក្នុងភាពចម្រុះនិងភាពស្អិតរមួតស្ថាប័នត្រូវការកាវបិទដែលមានប្រសិទ្ធភាពនិងប្រកបដោយបញ្ញាញាណ
នោះគឺគោលការណ៍កុងសង្ស៊ីនេះឯងតាមពិតការអនុវត្តជាក់ស្ដែងកុងសង្ស៊ីមិនមែនរឹងតឹងនោះទេឧបមាថ្ងៃនេះយើងមិនអាចមានកុងសង្ស៊ីលើគោលជំហរណាមួយយើងអាចស្ទាបទុំដឹងតើបន្តតក្រហមនៃគោលជំហររបស់ប្រទេសពាក់ព័ន្ធផ្សេងទៀតនោះគឺជាអ្វីដូច្នេះនេះគឺជាសិល្បៈដែលមានលក្ខណៈជាស្ថាប័នរបស់អាស៊ាននៅក្នុងការកែសម្រួលសម្របសម្រួលអត្ថន័យខ្លឹមសារឬមធ្យោបាយណាមួយនៃគោលជំហរដែលសមាជិកទាំងអស់អាចទទួលយកបានច្បាស់ណាស់ការសម្រេចសម្របសម្រួលបែបនេះត្រូវការពេលវេលាច្រើនប៉ុន្តែគោលការណ៍នេះបានធានានៅភាពសុខដុមផ្ទៃក្នុងអាស៊ានអស់រយៈពេល58ឆ្នាំមកហើយយើងអាចមានចិត្តអន្តរសាសន៍នៅពេលដែលយើងឃើញមានការរាំងស្ទះលើបញ្ហាណាមួយដែលអាស៊ានពុំមានគោលជំហររួមប៉ុន្តែបើមើលលើមេគី58ឆ្នាំដែលយើងបានដើររួមយើងគួរតែមានមោទនភាពទៅវិញទេដែលយើងអាចធ្វើការជាមួយគ្នារីកចម្រើនជាមួយគ្នាបាននៅពេលដែលស្ថាប័នពហុភាគីឬស្ថាប័នតំបន់និងអនុតំបន់ជាច្រើនទៀតបានថមថយឥទ្ធិពលឬបាត់តួនាទីបាត់មុខពីវេទិកាការទូតតែម្ដងត្រង់នេះយើងត្រូវតែគោរពនិងផ្ដល់តម្លៃដល់បញ្ញាញាណប្រកបដោយទស្សនៈវែងឆ្ងាយរបស់បិតាស្ថាបនិករបស់អាស៊ានហើយប្រទេសសមាជិកទាំងអស់សុទ្ធតែមានចំណែកនៅក្នុងការថែរក្សាប្រពៃណីឧត្តមឧត្តមរបស់អាស៊ានដែលយើងបានខិតខំកសាងរួមគ្នាអស់រយៈពេលជាយូរមកហើយ